Everybody going out of their skin, sick of the pain. Breaking out and we both so get it out. Send your body to grip the moment like you. No time to go. សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយ Admin នៅក្នុងវីដេអូនេះ Admin មានខ្សែភាពយន្តមួយដែលនៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីសាច់រឿងនៃខ្សែភាពយន្ត Survival Action Thriller ដែលមានចំណងជើងថា Apex នៅក្នុងខ្សែភាពយន្តនេះមានស្ត្រីម្នាក់ដែលនៅម្នាក់ឯងនៅក្នុងធម្មជាតិព្រៃផ្សៃរបស់ប្រទេសអូស្ត្រាលីបន្ទាប់មកស្ត្រីម្នាក់នេះត្រូវប្រឈមមុខនឹងស្ថានភាពដ៏សាហាវមួយបន្ទាប់ពីនាងក្លាយជាគោលដៅរបស់បុរសដ៏គ្រោះថ្នាក់ម្នាក់មុនពេលយើងចូលទៅដល់សាច់រឿងខ្ញុំចង់រំលឹកអ្នកថាកុំភ្លេចចុច Like Comment Subscribe និងបើកសញ្ញាកណ្ដឹងដោយមិនចាំបាច់និយាយយូរទៀតទេយើងចូលដល់សាច់រឿងវិញរឿងនេះចាប់ផ្ដើមដោយការណែនាំអ្នកឡើងភ្នំពីរនាក់ឈ្មោះ Sasha និង Tommy វាបានបង្ហាញថាពួកគេកំពុងបោះជំរំនៅតំបន់ភ្នំ Trawal ដែលមានទីតាំងនៅប្រទេស Norwest មានតង់ផ្ទាល់ខ្លួនរបស់ពួកគេព្យួរនៅក្នុងតំបន់ច្រាំងថ្មចោតភ្នំផងដែរនៅពេលបន្ទាប់ Sasha និង Tommy បន្តឡើងទៅទៀតបន្ទាប់មក Sasha បរាជ័យម្ដងហើយម្ដងទៀតក្នុងការទៅដល់ចំណុចច្រាំងថ្មចោតដែលជាគោលដៅទោះបីជាគាត់ចង់ទៅដល់កំពូលភ្នំនៅថ្ងៃនោះក៏ដោយម្យ៉ាងវិញទៀត Tommy បានឡើងភ្នំដោយនឿយហត់ដែលធ្វើឲ្យកម្លាំងរាងកាយរបស់គាត់មិនខ្លាំងដូចមុនទេដោយឃើញថាតំបន់ភ្នំនឹងរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ឆាប់ៗនេះ Sasha បានធ្វើតាមដំបូន្មានរបស់ Tommy ដើម្បីត្រឡប់ទៅបោះតង់វិញដើម្បីសុវត្ថិភាពរបស់ពួកគេពេលកំពុងនៅក្នុងតង់ Tommy បានណែនាំ Sasha ឲ្យឈប់ឡើងមូលហេតុគឺដោយសារតែ Tommy មានអារម្មណ៍ថាភ្នំ Trawal មានគ្រោះថ្នាក់ពេកមិនអាចឡើងបានលើសពីនេះតំបន់ភ្នំនេះនឹងត្រូវវាយប្រហារដោយអាកាសធាតុអាក្រក់ក្នុងពេលឆាប់ៗនេះដើម្បីជាប្រយោជន៍រួម Sasha បានបោះបង់ចោលមហិច្ឆតារបស់គាត់ហើយធ្វើតាមដំបូន្មានរបស់ Tommy នៅយប់នោះ Sasha និង Tommy បានចាប់ផ្ដើមចុះពីលើភ្នំនៅចំកណ្ដាលភ្នំខណៈពេលដែល Sasha និង Tommy នៅតែព្យាយាមចុះពីលើភ្នំក៏មានជម្រាលថ្មមួយដែលរំខានដល់ការផ្ចង់អារម្មណ៍របស់ពួកគេមិនយូរប៉ុន្មាន Tommy បានធ្លាក់ពីចំណុចច្រាំងថ្មចោតដែលគាត់កំពុងកាន់ហើយបាត់បង់ស្មារតីខណៈពេលដែល Sasha នៅតែមិនទាន់បានដំឡើងដែកដោតថ្មសុវត្ថិភាពសម្រាប់ Tommy រួចរាល់នៅឡើយជាលទ្ធផលនៃឧបទ្ទហេតុនេះ Sasha ត្រូវកាន់ Tommy ឲ្យជាប់តាមដែលនាងអាចធ្វើបានដើម្បីកុំឲ្យដៃគូរបស់នាងធ្លាក់ពីលើភ្នំទោះជាយ៉ាងណាក៏ដោយនៅទីបំផុត Sasha ក៏អស់កម្លាំងដូច្នេះ Tommy ក៏ធ្លាក់ស្លាប់5ខែក្រោយមក Sasha បានទៅវិស្មកាលនៅប្រទេសអូស្ត្រាលីពេលបំពេញឯកសារធ្វើដំណើរនៅការិយាល័យ Berwenang នាង Sasha បានបង្ហាញថាទីតាំងគោលដៅគឺឧទ្យានជាតិ Wandara ដែលមានព្រៃឈើនិងតំបន់ទន្លេបុគ្គលិកបានប្រាប់សុំឲ្យ Sasha ប្រុងប្រយ័ត្នមូលហេតុគឺថាមនុស្សជាច្រើនបានវង្វេងនៅក្នុងព្រៃ Wandara ហើយរកមិនឃើញបន្ទាប់ពីនោះ Sasha បានទៅលេងផ្សារតូចមួយដែលមានទីតាំងនៅជិតស្ថានីយ៍ប្រេងឥន្ធនៈមួយពេលកំពុងទិញរបស់ចាំបាច់ Sasha បានឆ្លោះប្រកែកគ្នាបន្តិចបន្តួចជាមួយបុរសម្នាក់ឈ្មោះ Matt បន្ទាប់មក Matt បានស្នើធ្វើជាមគ្គុទ្ទេសក៍របស់ Sasha ព្រោះជាស្ត្រីទៅតែម្នាក់ឯងលំបាកទោះជាយ៉ាងណាក៏ដោយ Sasha បានបដិសេធព្រោះគាត់សង្ស័យថា Matt និងមិត្តរបស់គាត់មិនមែនជាមនុស្សល្អទេនៅទីបំផុត Matt និងមិត្តរបស់គាត់បានឈប់រំខាន Sasha ដោយសារតែមានបុរសម្នាក់ឈ្មោះ Ben ចូលមកបន្ទាប់ពីចាក់ចេញពមាត់តូច Sasha បានទទួលការណែនាំពី Ben ឲ្យទៅដល់ទីតាំងទន្លេគោលដៅ Sasha ក៏ចាប់ផ្ដើមជឿថា Ben ជាមនុស្សល្អពីព្រោះគាត់យកចិត្តទុកដាក់ចំពោះនាងទោះជាយ៉ាងណាក៏ដោយការសន្មតនោះបានផ្លាស់ប្ដូរបន្ទាប់ពី Ben បាននិយាយពាក្យសម្ដីដោយចៃដន្យដែលធ្វើឲ្យ Sasha មិនមានអារម្មណ៍ល្អក្នុងខ្លួនអរគុណចំពោះការណែនាំរបស់ Ben Sasha បានរកឃើញកន្លែងបោះជំរំដែលមានទីតាំងនៅជិតទន្លេគោលដៅនៅយប់នោះ Sasha មានការភ្ញាក់ផ្អើលព្រោះក្រុមបរបាញ់របស់ Matt បានបោះជំរំនៅទីតាំងនោះដែរដោយមានអារម្មណ៍ថាពួកគេជាមនុស្សអាក្រក់ Sasha បានជៀសវាងការប្រស្រ័យទាក់ទងជាមួយក្រុមរបស់ Matt ហើយជ្រើសរើសដេកក្នុងឡាននៅថ្ងៃបន្ទាប់ Sasha អាចធ្វើសកម្មភាពដោយស្ងប់ចិត្តព្រោះក្រុមរបស់ Matt បានចាក់ចេញពីតំបន់បោះជំរំដោយសារតែពេលវេលាល្ងមកដល់ Sasha ក៏បានអនុវត្តផែនការរបស់គាត់គឺត្រូវប្រើទូកដែលគាត់បានយកមកចែវទូកតាមដងទន្លេបន្ទាប់មក Sasha មិនមានអារម្មណ៍ភ័យខ្លាចបន្តិចសោះឡើយដរាបណាគាត់ប្រឈមមុខនឹងចរន្តទឹកដ៏ខ្លាំងនៃទន្លេហេតុផលគឺថា Sasha គឺជាមនុស្សដែលចូលចិត្តសកម្មភាពដែលមានការរន្ធត់ញាប់ញ័របែបនេះឯងបន្ទាប់ពីចែវទូកកាត់ទន្លេរួច Sasha បានរកឃើញតង់ដែលគ្មានម្ចាស់មួយបានទុកចោលដោយចៃដន្យបន្ទាប់មក Sasha បានបោះជំរំនៅជុំវិញព្រៃក្បែរទន្លេនៅថ្ងៃបន្ទាប់ Sasha មានការភ័យស្លន់ស្លោព្រោះកាបូបរបស់គាត់ដែលមានដំឡូងបារាំងនិងអាហារបានបាត់ទៅភ្លាមៗ Sasha ក៏មានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះដែរដោយនឹកឃើញថាគាត់បានព្យួរកាបូបរបស់គាត់នៅលើដើមឈើមួយក្បែរនោះដែលខ្ពស់ណាស់មិនយូរប៉ុន្មាន Sasha ក៏មានការភ្ញាក់ផ្អើលនៅពេលរកឃើញពស់មួយក្បាលនៅក្នុងតង់របស់គាត់ឥឡូវនេះ Sasha បានត្រឡប់មកប្រើទូករបស់គាត់វិញហើយព្យាយាមរកកាបូបរបស់គាត់នៅពាក់កណ្ដាលផ្លូវ Sasha បានរកឃើញទូកមួយដោយចៃដន្យ
ទីបំផុតសាសាបានដើរទៅជិតហើយរកមើលម្ចាស់ទូកដោយសង្ឃឹមថាគាត់អាចរកកាបូបរបស់គាត់ឃើញបន្ទាប់មកសាសាបានជួប Ben ដោយចៃដន្យម្ដងទៀតដែលហាក់ដូចជាម្ចាស់ទូកសាសាក៏បានបំពេញតាមការអញ្ជើញរបស់ Ben ឲ្យសម្រាកនៅទីតាំងនោះដែរបន្ទាប់មកនៅក្នុងការសន្ទនារបស់ពួកគេ Ben បានសារភាពថាគាត់ជាអ្នកចូលចិត្តសកម្មភាពដែលមានការរន្ធត់ញាប់ញ័របែបនេះដោយសាសាដែរហើយវាបានបង្ហាញថា Ben តែងតែទៅទីតាំងនោះតាំងពីគាត់នៅក្មេងទោះបីជា Ben កម្រទំនាក់ទំនងជាមួយអ្នកដទៃចាប់តាំងពីម្ដាយរបស់គាត់បានទទួលមរណភាពក៏ដោយចំណែកឯ Sasha វិញក៏បានបង្ហាញថាគាត់ឈប់ធ្វើជាអ្នកឡើងភ្នំចាប់តាំងពី Tommy បានទទួលមរណភាពបន្ទាប់មក Ben បានសរសើរភាពក្លាហានរបស់ Sasha ក្នុងការប្រឈមមុខនឹងក្រុម MAD នៅពេលនោះ Sasha ទើបតែដឹងថា Ben ពិតជាស្ថិតនៅក្នុងតំបន់បោះជំរំមែនប៉ុន្តែគាត់ចេតនាអនុញ្ញាតឲ្យក្រុម MAD រំខាន Sasha នៅពេលដែល Sasha ចង់ចាក់ចេញដោយសារតែមានការសង្ស័យគាត់មានការភ្ញាក់ផ្អើលនៅពេលឃើញខ្សែដៃរបស់គាត់ត្រូវបាន Ben ប្រើប្រាស់ស្ថានភាពកាន់តែតានតឹងថែមទៀតនៅពេលដែល Ben បានប្រគល់កាបូបដែលគាត់បានលួចឲ្យនាងវិញពេលនោះ Ben បានយកធ្នូមួយចេញមកភ្ជង់នាងហើយបានសារភាពថាគាត់លួចខ្សែដៃរបស់ Sasha មែនទោះជាយ៉ាងណាក៏ដោយ Ben បានប្រាប់ថាគេបានបន្ថែមអីវ៉ាន់មួយចំនួនបន្ថែមទៅក្នុងកាបូបរបស់ Sasha បន្ទាប់មក Ben បានបញ្ជាឲ្យ Sasha រត់ចេញរហូតដល់បទចម្រៀងដែល Ben លេងចប់ពេលកំពុងកាន់កាបូបរបស់គាត់ Sasha ក៏បានព្យាយាមរត់គេចខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានឥឡូវនេះ Sasha ទើបតែដឹងថា Ben គឺជាមនុស្សអាក្រក់ដែលធ្វើពុតជាល្អចំពោះនាងបន្ទាប់ពីនោះ Sasha បានប្រើកាបូបរបស់នាងម្ដងទៀតដើម្បីរត់គេចខ្លួនឆ្លងកាត់ទន្លេចរន្តទឹកដ៏ខ្លាំងបានធ្វើឲ្យ Sasha រត់ចេញពីទីតាំងនោះចំណែក Ladies is fly, grip the moment like no time's not a test. Ben ដែលកំពុងតាមរកនាងបន្ទាប់ពីបទចម្រៀងចប់ហើយមិនយូរប៉ុន្មាន Sasha បានជួបឧបទ្ទហេតុមួយដែលធ្វើឲ្យនាងធ្លាក់ពីលើទូកជាលទ្ធផល Sasha ត្រូវរត់គេចខ្លួនដោយហែលទឹកពេលនាងអាចទៅដល់ដីគោកបាន Sasha បានឮសំឡេងគ្រួសារមួយពីចម្ងាយបន្ទាប់មក Sasha បានប្រញាប់ទៅកាន់ទីតាំងគ្រួសារនោះដើម្បីសុំជំនួយពីពួកគេទោះជាយ៉ាងណានៅទីបំផុត Sasha ត្រូវបានគេបោកបញ្ឆោតព្រោះវាបានបង្ហាញថាសំឡេងរបស់គ្រួសារនោះបានមកពីវីដេអូដែលចាក់លើទូរស័ព្ទរបស់ Sasha ឥឡូវនេះ Sasha ទើបតែដឹងថានាងត្រូវបាន Ben ដាក់អន្ទាក់តែប៉ុណ្ណោះពេលនាងឃើញ Ben Sasha បានព្យាយាមរត់គេចភ្លាមៗខណៈពេលកំពុងគេចពីការបាញ់របស់ Ben ក្នុងស្ថានភាពអស់សង្ឃឹមនេះ Sasha បានរអិលធ្លាក់ចូលទៅក្នុងទន្លេរហូតដល់នាងត្រូវបានចរន្តទឹកអូសយកទៅបន្ទាប់មក Sasha បានទៅដល់ដីគោកដោយមិនត្រូវបានបាញ់ចំដោយធ្នូឡើយជាអកុសល Sasha ត្រូវបាត់បង់ទូរស័ព្ទរបស់នាងដែលខូចខាតដោយសារទឹកពេលវេលាកន្លងផុតទៅ Sasha នៅតែបន្តរត់គេចខ្លួនរហូតដល់នាងទៅដល់ទីខ្ពស់បន្ទាប់មកពេលនាងប្រើកែវឆ្លុះក្នុងកាបូបរបស់នាងដើម្បីសង្កេតមើលតំបន់ជុំវិញ Sasha បានរកឃើញថា Ben នៅតែកំពុងតាមប្រមាញ់នាងពេលនោះប៉ែនក៏ឃើញនាងដែរហើយគេក៏ព្យាយាមតាមរកនាងបេះនឹងឃើញទៅហើយតែ Sasha បានព្យាយាមលាក់ខ្លួននៅជម្រាលថ្មធ្វើឲ្យប៉ែនមិនអាចមើលឃើញ Admin ពិតជាភ័យជំនួស Sasha ណាស់ពេលវេលាបានកន្លងផុតទៅក្រោយមក Sasha ព្យាយាមហែលទឹកលុបៗដើម្បីលួចទូករបស់ Ben ខណៈពេលដែលប៉ែននោះកំពុងរីករាយនឹងការហែលទឹកនៅក្នុងទន្លេមិនយូរប៉ុន្មានជើងម្ខាងរបស់ Sasha បានជន់លើអន្ទាក់ដែល Ben បានដាក់នៅជិតទូកបន្ទាប់មក Ben បានអូស Sasha ឡើងមកពេលដែលព្យាយាមចាប់ Sasha នាងបានព្យាយាមវាយប្រហារពេនដោយប្រើថ្នាំបាញ់ស្ព្រេម្រេចដែលគាត់មានលើពេនដែលធ្វើឲ្យគេឈឺចាប់នៅពេលដែល Sasha ចង់វាយប្រហារបន្ថែមទៀត Ben បានលេចមុខជាមួយនឹងធ្នូហើយត្រៀមខ្លួនបាញ់នាងពីចម្ងាយដើម្បីសុវត្ថិភាពរបស់នាង Sasha ត្រូវបានបង្ខំឲ្យចុះចាញ់បន្ទាប់មក Ben បានទទូចថាសកម្មភាពរបស់គាត់ក្នុងការប្រមាញ់ Sasha មិនមែនជាល្បែងទេប៉ុន្តែជាផ្នែកមួយនៃពិធីបន្ទាប់ពីនោះ Ben បានឲ្យអាហារដល់ Sasha ដូច្នេះ Sasha មានអារម្មណ៍មិនយល់អំពីអ្វីដែល Ben ពិតជាចង់បាននៅថ្ងៃបន្ទាប់ Ben នឹងបាននាំ Sasha ទៅកន្លែងមួយវាបានបង្ហាញថា Ben អាចស្គាល់ឈ្មោះ Sasha ដោយសារព័ត៌មានពីអ្នកយាមឧទ្យានជាតិគឺ Wanderer បន្ទាប់មក Ben បានស៊ើបអង្កេតប្រវត្តិរូបរបស់ Sasha ដើម្បីឲ្យគាត់អាចស្វែងយល់អំពីឧបទ្ទហេតុនៅក្នុង Troll World ដែលបានសម្លាប់ Tommy បន្ទាប់មក Sasha បានសារភាពថាសាកសពរបស់ Tommy ត្រូវបានបូជានៅទីនោះពេលដែលគាត់ស្លាប់មិនយូរប៉ុន្មាន Ben បានទម្លាក់ Sasha ចេញពីទូកដោយសារតែនាងនោះកំពុងព្យាយាមរត់គេចខ្លួន Ben អាចបន្តអូស Sasha តាមបណ្ដោយទន្លេពីព្រោះគាត់បានចងខ្សែពួរទៅនឹងចោល Sasha បន្ទាប់ពីនោះ Ben បានអូស Sasha ចូលទៅក្នុងរូងភ្នំមួយដែលធ្លាប់ជាផ្ទះរបស់ Ben បន្ទាប់មកខណៈពេលកំពុងសង្កេតមើលទីតាំងនោះ Sasha បានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំនួនវាបានបង្ហាញថាគ្រួសារ Carter
ដែលពីមុនបានបង្ហាញខ្លួននៅក្នុងវីដេអូនៅលើទូរស័ព្ទរបស់សាសាត្រូវបានសម្លាប់ដោយ Ben ហើយសាកសពរបស់គាត់ត្រូវបានលាក់ទុកនៅក្នុងរូងភ្នំលើពីនេះ Ben ធ្លាប់ចម្អិនអាហារនិងញ៉ាំសាច់ក្រកដែលធ្វើពីសាច់មនុស្សដែលគាត់បានសម្លាប់គួរឲ្យភ្ញាក់ផ្អើលណាស់សាសាបានញ៉ាំសាច់ក្រកដែលផលិតនៅផ្ទះរបស់ Ben ខណៈពេលដែលនាងមិនដឹងថាអាហារនោះធ្វើពីសាច់មនុស្ស Ben ជាចុងក្រោយបាននិយាយថាគាត់ជាអ្នកកាន់តាមជំនឿកុលសម្ព័ន្ធដែលមានពិធីស៊ីបេះដូងមនុស្សដើម្បីឲ្យគាត់អាចចាប់យកព្រលឹងជនរងគ្រោះបានបន្ទាប់ពីនោះ Ben បានបង្ហាញធ្មេញពិតរបស់គាត់ដែលមុតស្រួចព្រោះគាត់បានសម្លៀងវាជាប់ជានិច្ចបន្ទាប់ពីបង្ហាញការពិត Ben បានព្យួរ Sasha ទាំងរស់ហើយត្រៀមខ្លួនធ្វើពិធីបន្ទាប់មក Ben បានសារភាពថាមនុស្សដំបូងដែលគាត់បានសម្លាប់គឺពិតជាម្ដាយរបស់គាត់ឈ្មោះ Cheno Ben ក៏បានស៊ីបេះដូងរបស់ Cheno ដើម្បីឲ្យព្រលឹងម្ដាយរបស់គាត់នៅជាមួយ Ben ជានិច្ចឥឡូវនេះ Ben នឹងធ្វើរឿងដូចគ្នាចំពោះ Sasha ពីព្រោះគាត់កោតសរសើរចំពោះការស៊ូទ្រាំរបស់ Sasha ពេលមានឱកាសល្អភ្លាម Sasha ក៏បានខំត្រចៀករបស់ Ben រហូតដល់គេនោះឈឺចាប់ទោះបីជាសម្លៀកបំពាក់ខាងក្រៅត្រូវបាន Ben ទាញរហូតដល់វាត្រូវបានដោះចេញក៏ដោយ Sasha នៅតែអាចរត់គេចខ្លួនហើយចូលទៅក្នុងតំបន់ទន្លេពីក្នុងរូងភ្នំនោះបានពេលដេញតាម Sasha Ben បានចងខ្លួនរបស់គាត់ជាមួយនឹងខ្សែដែលចងខ្លួនរបស់ Sasha នៅទីបំផុត Sasha និង Ben បានធ្លាក់ចូលទៅក្នុងទន្លេធំមួយរួចពួកគេទាំងពីរនាក់ក៏បន្តធ្លាក់ពីលើទឹកជ្រោះដោយសារតែត្រូវចរន្តទឹកទាញនៅពេលដែល Ben សន្លប់ដោយសារក្បាលរបស់គាត់ត្រូវបានបុកដោយថ្ម Sasha បានយកថ្មមួយទៀតនៅទីតាំងនោះបន្ទាប់មក Sasha បានវាយប្រហារ Ben ដោយថ្មដើម្បីឲ្យគាត់សន្លប់បានយូរប៉ុន្តែមិននឹកស្មានដល់ Ben អាចភ្ញាក់លឿនជាងមុនហើយបានច្របាច់ក៏ Sasha Ben ស្រាប់តែលែងនាងចេញវិញហាក់ដូចជាគាត់មិនចង់សម្លាប់ Sasha នៅដើមដំបូងនៃឧបទ្ទហេតុនេះ Sasha មានឱកាសវាយប្រហារជើងរបស់ Ben ដោយដុំថ្ម Ben បានបាត់បង់កម្លាំងដោយសារតែបាក់ជើងបន្ទាប់ពីអស់វិធីដើម្បីកាត់ខ្សែពួរ Sasha មិនអាចបំបីខ្លួនចេញពី Ben បានទេនៅយប់នោះ Sasha បានសារភាពថានាងត្រូវតែប្រឡែងឲ្យ Tommy ចេញដើម្បីកុំឲ្យនាងធ្លាក់ស្លាប់ជាមួយ Tommy នេះជាមូលហេតុដែល Sasha មានអារម្មណ៍ថាមានកំហុសចំពោះការស្លាប់របស់ Tommy នៅថ្ងៃបន្ទាប់ Sasha បានឃើញច្រាំងថ្មចោតមួយដែលអាចឡើងបានដែលច្រាំងថ្មចោតនេះคล้ายជាផ្លូវចេញពីទីតាំងនោះម្យ៉ាងវិញទៀត Ben ច្បាស់ជាស្លាប់មិនយូរមិនឆាប់ដោយសារតែរបួសនៅលើជើងរបស់គាត់ដែលបានប្រែក្លាយទៅជាការកាន់តែធ្ងន់ទៅបន្ទាប់មក Sasha បានទទូចថានាងអាចនាំ Ben ឡើងទៅកំពូលច្រាំងថ្មចោតហើយស្វែងរកជំនួយពីគ្រូពេទ្យដរាបណា Ben ចង់ដោះខ្សែនោះចេញពី Sasha ដើម្បីរស់រានមានជីវិត Ben បានទទួលយកការដោះដូរនេះរបស់ Sasha បន្ទាប់មក Ben បានសន្យាថានឹងដោះលែង Sasha ប្រសិនបើពួកគេអាចឡើងដល់កំពូលបាន Ben ក៏នឹងទាញ Sasha ចុះផងដែរប្រសិនបើ Sasha ព្យាយាមទម្លាក់ Ben នៅចំកណ្ដាលការឡើងភ្នំបន្ទាប់ពីនោះ Sasha និង Ben បានចាប់ផ្ដើមសហការគ្នាដើម្បីឡើងច្រាំងថ្មចោតដោយប្រើវិធីសាស្ត្រដែលមនុស្សពីរនាក់ប្រើជាទូទៅអរគុណចំពោះខ្សែពួរដែលធ្វើដោយដៃរបស់ Sasha ដែលធ្វើឲ្យ Ben អាចប្រើជើងម្ខាងរបស់គាត់ឡើងបានពេលពួកគេឡើងដល់កម្ពស់រាប់សិបម៉ែត្រ Sasha បានព្យាយាមផ្ដាច់ខ្សែនោះដោយស្ងៀមស្ងាត់ពេលគាត់ដឹងរឿងនេះភ្លាម Ben ក៏ទាញ Sasha ចុះមកភ្លាមជាសំណាងល្អ Sasha មិនបានធ្លាក់ចេញទេព្រោះនាងបានភ្ជាប់ខ្សែសុវត្ថិភាពរួចហើយពេលពួកគេដើរទៅជិតកំពូលច្រាំងថ្មចោត Sasha បានចងខ្សែសុវត្ថិភាពរបស់ Ben ទៅនឹងមែកឈើតូចមួយដោយស្ងៀមស្ងាត់បន្ទាប់មក Ben បានទាញ Sasha ចុះមកព្រោះគាត់ព្យាយាមបំបែកខ្សែសុវត្ថិភាពម្ដងទៀតទីបំផុត Ben បានទាញខ្សែសុវត្ថិភាពរបស់ Sasha ចេញតែ Sasha បានដោះវិញចេញបានសម្រេចហើយនាងក៏បានបាត់បង់មជុលសុវត្ថិភាពរបស់នាងដែរដោយសារតែប៉ែនបានទាញចុះទៅបន្ទាប់មក Sasha នៅតោងច្រាំងថ្មចោតបានជោគជ័យ Sasha បានស្រាយខ្សែសុវត្ថិភាពរបស់ Ben ចេញរហូតធ្វើឲ្យគាត់ធ្លាក់ស្លាប់បន្ទាប់ពីសម្លាប់ Ben Sasha ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមដ៏គ្រោះថ្នាក់ជាងនេះគឺការឡើងច្រាំងថ្មចោតដោយគ្មានឧបករណ៍សុវត្ថិភាពតាមរយៈការតស៊ូឥតឈប់ឈរទីបំផុត Sasha បានទៅដល់កំពូលច្រាំងថ្មចោតនៅយប់នោះ Sasha ដែលនៅតែជាប់គាំងនៅក្នុងព្រៃតែមិនយូរប៉ុន្មាននាងបានទទួលការជួយពីអ្នកទេសចរម្នាក់ហើយទីបំផុត Sasha អាចទៅដល់ទីតាំងរថយន្តរបស់គាត់បន្ទាប់មក Sasha បានជួបជាមួយមន្ត្រីឧទ្យានជាតិម្នាក់ដែលពីមុនបានសុំឲ្យ Sasha ប្រុងប្រយ័ត្នទីបំផុត Sasha បានរាយការណ៍ថាក្រុមគ្រួសាររបស់ Carter ដែលត្រូវបានប្រកាសថាបាត់ខ្លួនគឺជាជនរងគ្រោះនៃការសម្លាប់ Ben ដោយផ្អែកលើសក្ខីកម្មរបស់ Sasha Belvaneng បានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់20នាក់នៅក្នុងរូងភ្នំរបស់ Ben ដែលមានទីតាំងស្ថិតនៅជ្រៅក្នុងឧទ្យានជាតិ Wandara មួយសន្ទុះក្រោយមក Sasha បានទៅលេងឆ្នេរដើម្បីបន្ធូរអារម្មណ៍សម្រាប់អ្វីដែលបានកើតឡើងបន្ទាប់មក Sasha បានបោះត្រីវិស័យសំណាងរបស់ Tommy ទៅក្នុងសមុទ្រជាសញ្ញាមួយដែលបង្ហាញថាគាត់បានអភ័យទោសចំពោះការស្លាប់របស់ Tommy ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តរស់នៅ
ដូច្នេះហើយរឿងរ៉ាវនៃខ្សែភាពយន្ត Apex ដែលរៀបរាប់ពីរឿងរ៉ាវនៃការតស៊ូរបស់សាប្រឆាំងនឹងឃាតករនិងទុក្ខសោករបស់គាត់បានដល់ទីបញ្ចប់សូមអរគុណសម្រាប់ការទស្សនារឿងនេះហើយជួបគ្នានៅរឿងបន្ទាប់